ជំរាបសួរបងប្អូនកូនសិស្សព្រមទាំងអ្នកគោរពស្រឡាញ់វត្ថុស័ក្តិសិទ្ធិក្នុងជំនឿខ្មែរបាទថ្ងៃនេះលោកគ្រូបានពំនាំនៅវីដេអូថ្មីមួយទៀតហើយមកចែកជូនបងប្អូនទុកជាចំណេះដឹងនិងការមើលកម្សាន្តលេខទូរស័ព្ទរបស់លោកគ្រូមាន Telegram ប្រព័ន្ធ Smart 098 496 498 YouTube របស់លោកគ្រូជាអក្សរអង់គ្លេសឈ្មោះតាចតុមុខ Facebook Page របស់លោកគ្រូឈ្មោះទោះទាយនឹងជាវត្ថុជំនឿស័ក្តិសិទ្ធិសូមបងប្អូនជួយចុច Subscribe Channel លោកគ្រូនិងចុច Like Page ម្នាក់មួយផងសូមអរគុណបាទបងប្អូនចម្លាក់ដែលបងប្អូនឃើញនេះគឺសាងឡើងពីធ្គានដំរីបងប្អូនបាទធ្គានដំរីក៏ជារបស់មួយសម្រាប់ការគោរពថែរក្សាដោយទៅនឹងភ្លុកដែរគ្រាន់តែថាធ្គានតម្លៃធូរថ្លៃជាងភ្លុកបាទហើយតួអង្គទី1នេះគឺសាងជាព្រះអង្គភក្ខណេសបាទខាងព្រហ្មញ្ញសាសនាដែលតំណាងទៅឲ្យមហាលាភមហាស្នេហ៍សម្រាប់បងប្អូនយើងដែលគាត់ចង់គោរពថែរក្សាបងប្អូនណាបាទហើយຂະຫນាតកម្ពស់នេះបាទបងប្អូនបានជិត4ហ៊ុនបាទបងប្អូនមើលបន្ថែមលើវីដេអូនេះទៅបាទហើយຂະຫນាតទទឹងបាទបានប្រវែងប្រហែលជាបាទ2ហ៊ុនបន្តិចបងប្អូនណាហើយកម្រាស់បាទຂະຫນាតទូចៗចេះពិបាកឆ្លាក់បងប្អូនបាទប៉ុន្តែស្អាតបងប្អូនអ្នកចង់បានຂະຫນាតទូចគឺត្រូវហើយណាបើតោងខ្សែកគាត់ឬក៏ខ្សែកគាត់ទូចល្មមហើយគាត់ចង់បានប្រភេទចម្លាក់ធ្គាមបាទធ្គាមដំរីធ្ងន់ជាងភ្លុកបាទតែសាច់ស្អាតបងប្អូនណាបាទគ្រាន់តែថាការថែរក្សាយើងមានវិធីថែរក្សាបាទហើយនេះតួអង្គទី2គឺព្រះអង្គសីវលីបងប្អូនមហាលាភបាទព្រះអង្គសីវលីខាងព្រះពុទ្ធសាសនាជាអសីតិមហាសាវកនៃព្រះពុទ្ធសមណគោតមចំនួនយើងនេះបាទជាប្រភេទបាទរចនាបថព្រះអង្គសីវលីអង្គុយឆាន់អង្គសីវលីតំណាងទៅឲ្យមហាលាភបងប្អូនណាហើយຂະຫນាតបាន3ហ៊ុនជាងបាទហើយកម្រាស់បាទកម្រាស់បាន2ហ៊ុនជាងបាទអង្គសីវលីសម្រាប់អ្នករស់ស៊ីបាទគាត់គោរពថែរក្សាបាទព្រោះព្រះអង្គអង្គុយឆាន់បែបនេះហើយនឹងតំណាងទៅឲ្យលាភសក្ការៈសម្រាប់អ្នករស់ស៊ីលក់ដូរឬក៏អ្នករាជការក៏ដូចក៏ត្រូវដែរបងប្អូនណាបាទគឺសិទ្ធិគេស្រឡាញ់ចូលចិត្តចឹងដូចគ្នាបាទអញ្ចឹងបងប្អូនមានឧបនិស្ស័យព្រះអង្គសីវលីក៏តាក់ទងមកបានហើយអង្គទៀតនេះបាទគឺព្រះអង្គកច្ចាយណៈបាទបងប្អូនព្រះអង្គកច្ចាយណៈគឺជាមហាស្នេហ៍បាទជាអសីតិមហាសាវកមួយអង្គរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងចំនួននេះផងដែរបាទហើយຂະຫນាតកម្ពស់បានបាទ3ហ៊ុនជាងបងប្អូនមើលបន្ថែមក្នុងវីដេអូនេះទៅលោកគ្រូបញ្ចូលសម្លេងបន្ថែមតាមក្រោយទេបាទព្រះអង្គកច្ចាយណៈព្រះអង្គមានជំនាញព្រះអង្គក្នុងការបរិយាយធម៌ដែលសង្ខេបឲ្យមានលក្ខណៈពិស្ដារហើយជាពិសេសសូរស័ព្ទសូរសៀងព្រះអង្គពីរោះបាទហើយបងប្អូនឆ្ងល់មិនក៏រូបរាងគាត់អញ្ចឹងបាទតែពិតគាត់បានអធិដ្ឋានចិត្តណាតែពិតរូបរាងគាត់ដំបូងស្អាតសង្ហាណាបាទបងប្អូនអាចឆែកមើលប្រវត្តិបន្ថែមទៀតណាបាទហើយតួអង្គចុងក្រោយបាទ VIP ខ្នាតធំព្រះអង្គភក្ខណេសដដែលប៉ុន្តែឆ្លាក់នេះគឺឆ្លាក់ម៉ែឆ្លាក់ឲ្យបងប្អូនណាគូខ្នាតនេះ7ហ៊ុនជាងណាបងប្អូនធ្វើមេបតមេបតោងខ្សែកក៏បានខ្នាតអាសនៈក៏ត្រូវដែរវែងបងប្អូនបាទវែងធំហើយខ្នាតបែបនេះអ្នកមានធំគាត់ស្រឡាញ់ហើយរៀងធ្ងន់តិចទេបើលោកប្រើព្រោះធ្គាមបាទប៉ុន្តែអ្នកដែលគាត់ខ្សែកធំខ្សែក3តលឹង5តលឹងអីស្អាតណាស់បងប្អូនបាទបងប្អូនលេខស្រោបផ្លាស្ទិកក៏បានស្រោបដាំដបងដាំពេជ្រគឺពេញខ្នាតហ្មងបរោះអ្នកចង់បានគាត់ខ្នាតធំឬក៏ចង់បានដាក់តាំងអាសនៈបាទព្រះអង្គភក្ខណេសបាទប្រក់នាគរចនាបថអង្គរខ្នាត7ហ៊ុនជាងធំបងប្អូនឃើញក្នុងវីដេអូនេះដាក់លើបាតដៃសឹងមកបាតដៃបងប្អូនវាស់បន្ទាត់មើលទៅ7ហ៊ុនជាងបាទមិនមែនទូចទេបាទខ្នាតខ្សែកគឺប៉ុណ្នេះតើអ្នកចូលចិត្តធំមិនត្រូវណាបាទហើយប្រវែងទៅទឹងបានជិត4សង់ទីម៉ែត្រឬហៅថា4ហ៊ុនបាទហើយកម្រាស់បាន1ហ៊ុនជាងនេះបាទព្រះអង្គភក្ខណេសគឺជាបុត្ររបស់ព្រះអង្គសិវៈនិងព្រះម៉ែប៉ារវទីបាទព្រះអង្គគឺតំណាងទៅឲ្យលាភសក្ការៈស្នេហ៍រស់ស៊ីនិងសតិបញ្ញាព្រមទាំងចម្បាំងទៀតទៅតាមការដែលសាងជារូបរាងព្រះអង្គគាត់ថាពាក្យច្រើនយើងសាងជាខាងលាភណាដោយសាររចនាបថរបស់ព្រះអង្គបាទមានកាន់កងចក្រមានកាន់សភាវុធផ្សេងបងប្អូនណាបាទពីច្រើនគឺយើងប្រាថ្នាលាភយើងសាងចឹងហើយនេះដុំឆ្អឹងដំរីរូបរាងចឹងបងប្អូនណាបាទប៉ុន្តែមិនមែនសាច់នឹងយកមកឆ្លាក់ទេគ្រាន់តែលោកគ្រូបង្ហាញថាឆ្អឹងដំរីរូបរាងចឹងទុកជូនបងប្អូនយើងមើលបានជាចំណេះដឹងអញ្ចឹងបងប្អូនកុំភ្លេចជួយចុច Subscribe Channel លោកគ្រូផងបាទដើម្បីនឹងបានមើលវីដេអូថ្មីបន្តក្រោយទៀតឲ្យបងប្អូនមានឧបនិស្ស័យចង់កំងឆ្លាក់កំងស្រោបអីតាក់ទងមកលោកគ្រូបានលេខទូរស័ព្ទលោកគ្រូលើវីដេអូនេះស្រាប់ប្រព័ន្ធ Smart មាន Telegram 098 496 498ប្រព័ន្ធ97ក៏មាន Telegram ដែរ097លេខ2 496 498ដូចគ្នាបាទក្រៅពីជាវចម្លាក់ព្រះចម្លាក់ខ្នាចកូនខ្លាលោកគ្រូក៏ទទួលមើលជោគជតារិស័យបងប្អូនតាមទូរស័ព្ទដៃក្នុងប្រទេសនិងក្រៅប្រទេសផងដែរ
បងប្អូនដែលជាវពីលោកគ្រូទៅគឺបានឆ្លងកាត់ការប្រសិទ្ធិការប្រោះព្រំនិង free សេវាផ្ញើជូនគ្រប់ខេត្តក្រុងប្រកបទៅដោយទំនុកចិត្តចុងក្រោយជូនពរបងប្អូនមានលាភមានជ័យសេរីសុខស្ដីទាំងអស់គ្នា